តោះបងប្អូនដែលបានស្ដាប់ភាគមួយយើងដល់ត្រឹមវគ្គអ្នកស្រី Harry Malesaso នឹងគាត់បានមកដល់មជ្ឈមណ្ឌលកុមារកំព្រាគាត់គឺជាម្ចាស់ធនាគារលំដាប់ពិភពលោកមានច្រើនប្រទេសអញ្ចឹងយើងដល់សាច់រឿងភាគ2អ្នកស្រី Marie Sasso ភរិយារបស់លោក Koolmees Lesaso ម្ចាស់ធនាគារលំដាប់ពិភពលោកមានច្រើនប្រទេសគាត់ចង់យកអាហារនិងនំចំណីមកចែកក្មេងៗកំព្រានេះជាអ្វីដែលលោកស្រី Harry ធ្វើជារៀងរាល់ឆ្នាំលោកស្រី Harry ដើរចូលមកដល់ខាងក្នុងដោយមានសេចក្តីសុខលោកស្រីក៏សង្កេតឃើញក្មេងស្រីមុខមាត់គួរឲ្យស្រឡាញ់ម្នាក់ហើយក៏មាននិស្ស័យមើលទៅនាងប្រហែលអាយុ6ឆ្នាំក្មេងម្នាក់នេះមានក្រសែភ្នែកសោកសៅនិងគ្មានភាពត្រេកអរនឹងការដែលបានញ៉ាំអាហារល្អៗនិងបានតុក្កតាស្អាតៗដូចមិត្តភក្តិដទៃទេលោកស្រី Harry ដើរចូលទៅរកពេលឃើញក្មេងស្រីនោះមកអង្គុយម្នាក់ឯងលោកស្រីឃើញក្មេងស្រីដើរអង្គុយម្នាក់ឯងគាត់ចង់ចេញមករកក្មេងស្រីនេះអូនចង់ទៅណាលោក Cool សួរភរិយាយ៉ាងប្លែកចិត្តអូនទៅរកក្មេងម្នាក់នោះនាងមើលទៅដូចជាមិនសប្បាយចិត្តសោះដែលបានតុក្កតានិងអាហារដែលយើងយកមកឲ្យលោក Cool មើលតាមក្រសែភ្នែកភរិយាមុននឹងឃើញក្មេងស្រីម្នាក់មុខមាត់គួរឲ្យស្រឡាញ់បំផុតក្នុងមជ្ឈមណ្ឌលអង្គុយធ្វើមុខសោកសៅតែម្នាក់ឯងនៅកន្លែងនៅខាងក្រៅចូលទៅសួរមើលក្រែងលោក្មេងស្រីម្នាក់នោះមានរឿងពិបាកចិត្តអ្វីលោក Cool ប្រាប់ភរិយាមុននឹងងាកទៅចែករបស់លេងនិងតុក្កតាដល់ក្មេងៗបន្តចាលោកស្រី Harry តបនឹងស្វាមីមុននឹងដើរទៅរកក្មេងស្រី Darwin ងើយមុខឡើងឃើញលោកស្រីស្អាតនិងចិត្តល្អដែលយកអាហារថែមទាំងចែកតុក្កតាស្អាតៗដែលមួយជីវិតនេះនាងមិនដែលមានព្រោះប៉ាម៉ាក់នាងគ្មានសមត្ថភាពទិញឲ្យបានក្មេងស្រីធ្វើមុខប្លែកចិត្តហើយឱនក្បាលគោរពយ៉ាងលំទោនធ្វើឲ្យលោកស្រីកាន់តែមានអារម្មណ៍អាណិតស្រឡាញ់ក្មេងស្រីម្នាក់នេះខ្លាំងឡើងសួស្តីអ៊ំស្រីចាសួស្តីមើលទៅក្មួយដូចជាមិនសប្បាយចិត្តនឹងគេសោះកើតអីឬអត់ហ្នឹងហេតុអ្វីមិនចូលទៅលេងជាមួយគេខ្ញុំនឹកប៉ានឹកម៉ាក់ក្មេងស្រីនិយាយទាំងទឹកភ្នែកធ្វើឲ្យលោកស្រីចង់យំតាមហើយទីបំផុតក៏ទប់ទឹកភ្នែកមិនជាប់ពេលឃើញភាពវេទនារបស់ក្មេងស្រីម្នាក់នេះលោកស្រីកាន់តែមានអារម្មណ៍អាណិតស្រឡាញ់នាងខ្លាំងព្រោះលោកស្រីមានតែកូនប្រុសតែម្នាក់ដែលជាកូនទោលពេលនេះគេអាយុ23ឆ្នាំគេឈ្មោះ Dustin Malesaso ខណៈពេលនេះគេក៏ទៅបន្តការសិក្សានៅក្រៅប្រទេសលោកស្រីអង្អែលក្បាលក្មេងតូចយ៉ាងថ្នាក់ថ្នមគាត់ហាក់មាននិស្ស័យជាមួយក្មេងតូចម្នាក់នេះខ្លាំងណាស់នឹងមិនបាច់សួរក៏ដឹងដែរថាក្មេងម្នាក់នេះត្រូវឪពុកម្ដាយយកមកចោលនៅទីនេះពេលនេះលោកស្រីចង់បាននាងតូចមកធ្វើជាកូនរបស់គាត់ព្រោះតាំងពីកូនប្រុសគាត់ចេញទៅរៀននៅក្រៅប្រទេសមកធ្វើឲ្យគាត់អផ្សុកណាស់ចំណែកនៅភូមិគ្រឹះវិញស្ងាត់ឈឹងបើបាននាងតូចមកនៅប្រហែលជាល្អហើយគាត់និងស្វាមីនឹងមិនអផ្សុកក្មួយឈ្មោះអ្វីដែរខ្ញុំឈ្មោះ Darwin ខ្ញុំឈ្មោះ Darwin នាងប្រាប់ទៅលោកស្រី Darwin តើក្មួយចង់ធ្វើជាកូនស្រីរបស់អ៊ំទេគាត់សួរដោយសង្កេតទឹកមុខរបស់ក្មេងតូចខណៈពេលនោះនាងតូចស្រាប់តែងើយមុខបើកភ្នែកម៉ក់ម៉ក់មើលមកគាត់ដោយមិននិយាយអ្វីធ្វើឲ្យគាត់ខ្លាចថានាងមិនព្រមទើបគាត់ព្យាយាមនិយាយបន្តពេលនេះនៅផ្ទះអ៊ំស្ងាត់ណាស់អ៊ំនៅតែពីរអ្នកប្តីប្រពន្ធនិងអ្នកបម្រើទេពេលប្តីអ៊ំគាត់ចេញទៅធ្វើការបាត់អ៊ំនៅតែម្នាក់ឯងអផ្សុកណាស់